សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺជាថ្ងៃទី13ខែ6ឆ្នាំ2025បាទថ្ងៃនេះខ្ញុំមកថតទិដ្ឋភាពនៅព្រំដែនកម្ពុជាថៃបាទច្រកនេះគឺជាច្រកហាត់លេខបាទខាងថៃគឺច្រកហាត់លេខឃុំហាត់លេខស្រុកខ្លងយ៉ៃខេត្តត្រាតហើយបើនៅខាងខ្មែរយើងច្រកចាំយាមច្រកអន្តរជាតិចាំយាមឃុំចាំយាមច្រកចាំយាមឃុំបាក់ខ្លងបាទឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងបាទឥឡូវម៉ោងជិត9ហើយបាទប៉ុន្តែច្រកអត់ទាន់បើកទេបាទទើបតែម៉ោង9ទៅខាងខ្មែរយើងបើកបាទខាងខ្មែរយើងបើកច្រកម៉ោង9បាត់ម៉ោង4ភាគីខាងថៃបើកម៉ោង8បាត់ម៉ោង4បាទបើកពេលវេលាខុសគ្នាបាទប៉ុន្តែបាត់ពេលវេលាដូចគ្នាបាទច្រកនីមួយឥឡូវបាត់បើកអត់ដូចគ្នាទេបាទដូចនៅខាងច្រកអូស្មាច់បាទខាងខេត្តរតនមានជ័យដែលជាប់នៅនឹងខេត្តសុរិន្ទនេះនោះដូចគ្នាបាទដូចឮថាបើតែ3ថ្ងៃទេក្នុងមួយសប្តាហ៍បាទនេះគឺជាឡានទំនិញបាទសូមអធិស្ឋានបាទនេះគឺជាឡានទំនិញបាទដែលឆ្លងទៅប្រទេសកម្ពុជាយើងបាទថ្ងៃនេះឡានដឹកទំនិញតិចជាងរាល់ដងបាទរាល់ដងឡានច្រើនណាស់បាទឡានច្រើនមែនទែនរាប់រយឡានបាទក្នុងមួយថ្ងៃបាទតែឥឡូវមើលទៅដូចស្បើយជាងមុនឥឡូវច្រកបើហើយបាទម៉ោង9ហើយបាទដល់ម៉ោង9ម៉ោង9 6នាទីហើយចាប់ផ្ដើមបើហើយបាទទំនិញគ្រប់បែបយ៉ាងបាទដែលដាក់ទៅប្រទេសកម្ពុជាយើងបាទដើមឈើក៏មានដែរបាទដើមឈើយកទៅដាំបាទទៅដាំក្នុងបរិយាបាទក្នុងបរិយាក្នុងដីឡូហើយឡានចាប់ផ្ដើមចេញទៅហើយបាទចេញទៅខ្មែរយើងឡានចាប់ផ្ដើមចេញម្ដងហើយបាទនេះគឺជាទិដ្ឋភាពបាទថ្ងៃទី13ខែ6ឆ្នាំ2025បាទម៉ោង9ជាងបន្តិចបាទហើយថ្ងៃនេះភ្លៀងបាទនៅខាងខេត្តត្រាតនឹងភ្លៀងចុងកន្លះខែហើយបាទភ្លៀងរាំងហើយប្រហែលជាថ្ងៃទី15 16បាទទៅអស់ភ្លៀងបាទអញ្ចឹងនៅក្នុងពេលនេះក៏សូមចប់តែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលាបាទ